មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ចជំរុញឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើការដោះស្រាយបញ្ហានិងក្តីកង្វល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយតម្លាភាពនិងទាន់ពេលវេលាមន្ត្រីជាន់ខ្ពស់នៃក្រសួងអធិការកិច្ចបានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តធ្វើការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងមូលដ្ឋាននិងការផ្តល់សេវាផ្សេងៗជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពដើម្បីបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើការអនុវត្តកិច្ចការរបស់យើងដែលជាអាជ្ញាធរនៅក្នុងមូលដ្ឋានក្នុងវេទិកាសាធារណៈដើម្បីស្វែងយល់ពីកង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំទាំង4នៃស្រុកអង្គរធំនៅថ្ងៃទី20ខែសីហាឆ្នាំ2026នេះឯកឧត្តមច័ន្ទកុលបុត្ររដ្ឋលេខាធិការក្រសួងអធិការកិច្ចបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវហ៊ានលើកឡើងបញ្ហាផ្សេងៗក៏ដូចជាក្តីកង្វល់នានាដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធបញ្ហាការផ្តល់សេវាផ្សេងៗដូចជាបញ្ហាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្បត្តិកំណើតនិងបញ្ជីស្នាមផ្សេងៗទៀតបញ្ហាដីធ្លីជាដើមដើម្បីឲ្យមន្ត្រីជំនាញធ្វើការបំភ្លឺនិងបកស្រាយជាមួយគ្នានេះសូមឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវមានផែនការច្បាស់លាស់ដើម្បីធ្វើការដោះស្រាយបញ្ហាណាដែលជាអាទិភាពជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងទាន់ពេលវេលាឯកឧត្តមបន្តថាក្រសួងអធិការកិច្ចជាអធិការកិច្ចរាជរដ្ឋាភិបាលមានភារកិច្ចធ្វើអធិការកិច្ចនិងចូលរួមតាមដានអនុវត្តច្បាប់លើគ្រប់វិស័យដោយផ្អែកលើការងារស្នូលចំនួន4របស់ក្រសួងរួមមានការងារអធិការកិច្ចការងារដោះស្រាយបណ្ដឹងការងារតាមដានការអនុវត្តច្បាប់ការងារអប់រំផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈដើម្បីសម្រេចបាននូវបេសកកម្មក្នុងការដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ចតាមរយៈការអនុវត្តការងារស្នូលទាំង4ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រពោល4ចូល4ដែលជាយុទ្ធសាស្ត្រចក្ខុវិស័យវែងឆ្ងាយក្នុងការចូលរួមជំរុញឲ្យសង្គមកម្ពុជាកាន់តែមានភាពធន់និងភាពប្រកួតប្រជែងក្នុងនោះពោល4គឺពង្រឹងការងារស្នូលចំនួន4រួមមានពង្រឹងការងារអធិការកិច្ចពង្រឹងការដោះស្រាយបណ្ដឹងពង្រឹងការងារតាមដានអនុវត្តច្បាប់និងពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់និងវេទិកាសាធារណៈនិងចូល4គឺជំរុញការងារគាំទ្រចំនួន4សូមជម្រាបជូនថាវេទិកានាពេលនេះទទួលបានសំណូមពរលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធដូចជាស្នើសុំកសាងផ្លូវដីសនិងផ្លូវក្រាលគ្រួសក្រហមស្នើសុំជួសជុលផ្លូវមួយចំនួនដែលខូចខាតក្នុងភូមិសាស្ត្រស្រុកអង្គរធំដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗចំពោះបញ្ហានេះមន្ត្រីជំនាញបានធ្វើការបំភ្លឺនិងដោះស្រាយជូនប្រជាពលរដ្ឋបញ្ហាគ្រឿងញៀនសូមឲ្យប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ចឲ្យបានច្បាស់លាស់ដើម្បីឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតនិងចុះបង្ក្រាបបានទាន់ពេលវេលាបញ្ហាស្នើសុំអគ្គិសនីតបង្គោលភ្លើងនៅតំបន់ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់មន្ត្រីជំនាញបានស្នើឲ្យពលរដ្ឋធ្វើលិខិតស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីស្រង់ទិន្នន័យចំនួនគ្រួសារនិងធ្វើគម្រោងហើយបន្ទាប់មកក្រុមជំនាញនឹងធ្វើការចុះពិនិត្យទីតាំងដែលបានស្នើសុំលោកពៅប៊ុនធឿនអភិបាលស្រុកអង្គរធំបានឲ្យដឹងថារដ្ឋបាលស្រុកបាននឹងកំពុងដាក់ផែនការជាបន្ទាន់ដើម្បីធ្វើការដោះស្រាយនៅរាល់បញ្ហាប្រឈមនិងសំណុំពរទាំងឡាយណាដែលបងប្អូនបានធ្វើការលើកឡើងនៅលើវេទិកាសាធារណៈកន្លងមកជាមួយគ្នានេះរាល់គម្រោងអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកភ្លើងសាលារៀននិងមណ្ឌលសុខភាពត្រូវបានអនុវត្តស្របតាមសន្ទុះអាទិភាពនិងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានសម្ដៅដល់ការការពារនិងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ